ហើយមានសំណួររបស់គុណម្ចាស់ព្រះនាមភិក្ខុសិមរតនៈគង់នៅវត្តរតនរាំងសីឃុំកោះជែកស្រុកពាមជរខេត្តព្រៃវែងនឹងអាត្មាមានចម្ងល់មួយកន្លែងអំពីកំណើត4ប្រការគឺអន្តជៈ1អន្តជៈគឺអាស្រ័យពងទៀនពងកើត2ដងហ្នឹងកើតក្នុងសុទ្ធម្ដងញាស់ចេញពីសុទ្ធម្ដងមួយទៀតជាលំពុជៈអាហ្នឹងអាស្រ័យនៅក្នុងផ្ទៃនៃម្ដាយហ្នឹងចឹងណាជាលៈហើយនឹងពុជៈហើយសង្សេតិជៈហ្នឹងគឺកើតដោយញើសក្អែលហើយនឹងឧបបាតិកៈហ្នឹងគឺថាកើតចូលទៅកើតដោយមិនអាស្រ័យពងមិនអាស្រ័យផ្ទៃនៃម្ដាយអីទេហើយក៏មិនមែនជារបៀបកើតពីញើសក្អែលអីដែរអាហ្នឹងគឺកើតឡើងដូចជាទេវតាជាន់ខ្ពស់លើទៅអាហ្នឹងឧបបាតិកៈកំណើតឬក៏មាននរកមានប្រែតអីដោយច្រើនជាឧបបាតិកៈហ្នឹងគឺកើតឡើងធំតែម្ដងទៀតដូចជាមនុស្សយើងពេញរូបពេញរាងពេញវ័យអញ្ចឹងហើយទេវតាអីហ្នឹងក៏កើតឡើងអញ្ចឹងមនុស្សយើងក៏មានឧបបាតិកៈកំណើតដែរក្នុងសម័យពុទ្ធកាលមានដូចជានាងចិញ្ចាដែលបានពួកនិក្រណដេរថេយកទៅចិញ្ចឹមហើយឲ្យមកបន្ទុះសរាយនឹងព្រះសម្មាសម្ពុទ្ធនោះដែលចិញ្ចាហ្នឹងកើតនៅនឹងដើមអំពិលកើតហ្នឹងគឺថាឧបបាតិកៈកំណើតនៅដើមអំពិលហ្នឹងចឹងហើយដូចជានាងអំពបាលីកើតនៅដើមស្វាយហ្នឹងណាប៉ុន្តែនាងអំពបាលីក្រោយមកល្អបានអស់អាសវៈកិលេសជាព្រះរហន្តីប៉ុន្តែមុនដំបូងហ្នឹងជាស្ត្រីបេស្យាចាររូបស្អាតល្អណាស់នឹងប៉ុន្តែដោយបានស្ដាប់ព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធជ្រះថ្លាក៏បានវេព្រៃស្វាយកសាងទាំងវត្តថ្វាយព្រះរាមានុភាទៀតហើយបានបួសជាភិក្ខុនីហើយមានច្រើនទៀតដែរប៉ុន្តែមិនច្រើនដូចជាលំពុជៈទេមនុស្សយើងណាច្រើនគឺអាស្រ័យផ្ទៃនៃមេត្តានឹងហើយប៉ុន្តែលោកសួរអញ្ចឹងលោកសួរថាកាលដែលបដិសន្ធិជាឧបបាតិកៈកំណើតហើយមានកម្មច្ចរូប4គឺចក្ខុទេសកៈ1សោតទេសកៈ1វត្ថុទេសកៈ1ជីវិតនិវកៈ1នៅក្នុងប្រវត្តិកាលមានរូបកលាបៈ14គឺកម្មច្ចកលាបៈ4ចិត្តច្ចកលាបៈ6ឧត្តចកលាបៈ4ជា14កលាបៈតើឧបបាតិកៈកំណើតមានចក្ខុទេសកៈជាដើមប្រកបឡើងដូចម្ដេចខ្លះរហូតមកដល់ឧត្តចកលាបៈ4អញ្ចឹងនឹងសូមឲ្យលោកគ្រូមេត្តាជួយវេកញែកនឹងគុណម្ចាស់សាកសួរនៅក្នុងរឿងកម្មច្ចរូបទៀតកម្មច្ចរូបហ្នឹងប្រែមកថារូបកើតអំពីកម្មហ្នឹងតាក់តែងឲ្យរូបកើតឡើងបានព្រោះរូបមនុស្សយើងនេះរួមប្រជុំទាំងអស់មកហៅថាកាយដោយមានសមុฏដ្ឋាន4ហៅថាចតុសមុฏដ្ឋានិកៈរូបដែលកើតមានដោយសមុฏដ្ឋានទាំង4អញ្ចឹងរួមផ្សំផ្គុំគ្នាទៅហៅថាកាយពាក្យថាកាយមួយម៉ាត់ហ្នឹងគឺថាជារូបដែលមានសមុฏដ្ឋានទាំង4សមុฏដ្ឋានទាំង4ហ្នឹងគឺស្អីគឺថា1គឺបានដល់អតីតកម្មគឺចេតនាកម្មដែលបានធ្វើក្នុងកាលមុនហើយ2គឺបានដល់ចិត្តដែលអាចនាំឲ្យកើតនៅរូបបាននោះចិត្តតច្ចរូបឬចិត្តសមុฏដ្ឋានរូបហ្នឹងអាចកើតអំពីចិត្តបានប៉ុន្តែមិនមែនកើតបានអំពីចិត្តគ្រប់ដួងទាំងអស់ទេណាក្នុងបរ្យាចិត្តទាំងអស់ហ្នឹងត្រូវវាខ្វិបញ្ចវិញ្ញាណ10ដែលមិនមានកម្លាំងនាំឲ្យរូបកើតបានទេមានចេតសិកដែលប្រកបជាមួយនឹងតែសព្វចិត្តសាធារណៈចេតសិក7តែប៉ុណ្ណោះម្ល៉េះវាមានកម្លាំងខ្សោយពេកមិនអាចញ៉ាំងរូបឲ្យកើតបានឡើយហ្នឹងហើយមាន
អរូបាវចរវិបាក4ដែលធ្វើកិច្ចបដិសន្ធិពវាំងចតិក្នុងអរូបព្រំឯនោះនៅអញ្ចឹងទៅក៏មិនអាចដើម្បីញ៉ាំងរូបឲ្យកើតអំពីចិត្តឯងនឹងដែរអរូបាវចរវិបាក4ហ្នឹងមាន14ហ្នឹងអញ្ចឹងប៉ុន្តែមានដោយពិសេសចិត្តពីរខណៈផ្សេងទៀតគឺចិត្តនៅក្នុងគណៈបដិសន្ធិក្នុងគណៈបដិសន្ធិនឹងដោយចិត្តណាចិត្តនោះដែលទៅតែកើតដំបូងក្នុងភពជាតិកំណើតហ្នឹងចិត្តនឹងមានកម្លាំងទន់ខ្សោយមិនអាចញ៉ាំងរូបឲ្យកើតពីខ្លួនឯងបានទេហើយម្យ៉ាងទៀតចិត្តនៅក្នុងគណៈបដិសន្ធិហ្នឹងដូចជានៅក្នុងបញ្ចវោការភពនឹងឬក៏នៅក្នុងរូបព្រំអីចឹងណារូបព្រំក៏បញ្ចវោការភពដែលមានខណ្ឌ5ហើយចំពោះមនុស្សយើងទេវតាអីហ្នឹងដែលមានខណ្ឌ5និយាយពីភពដែលមានខណ្ឌ5វាត្រូវកើតមានទាំងរូបទាំងនាមណានឹងអញ្ចឹងក្នុងគណៈបដិសន្ធិហ្នឹងបដិសន្ធិចិត្តហ្នឹងរវល់ដើម្បីជួយបង្កើតកម្មច្ចរូបវារវល់តែជួយបង្កើតកម្មច្ចរូបហើយមិនបានកម្មច្ចរូបហ្នឹងចាំបាច់គណៈបដិសន្ធិហ្នឹងទៅជួយបង្កើតមកពីអីថាកម្មច្ចរូបគឺរូបដែលកើតឡើងហ្នឹងវាមានបច្ច័យអតីតវាមានបច្ច័យអតីតគឺកម្មគឺថាមិនមែនចេតនាកម្មក្នុងគណៈបដិសន្ធិហ្នឹងទេកម្មធ្វើពីជាតិមុនមកអវិជ្ជាតណ្ហាឧបាទានកម្មពីជាតិមុនហ្នឹងឲ្យវានាំឲ្យកើតកម្មច្ចរូបគណៈបដិសន្ធិដល់កើតចឹងទៅរូបហ្នឹងឯងវាមានបច្ច័យអតីតហើយធម្មតាដែលកម្មច្ចរូបទៅតែកើតដំបូងអញ្ចឹងកម្លាំងហ្នឹងក៏នៅខ្សោយដែរប៉ុន្តែកម្មហ្នឹងប្រកែណាកម្មដែលនាំឲ្យកើតកម្មច្ចរូបហ្នឹងពូកែមែនទេពូកែដែលនាំឲ្យកើតក្នុងភពថ្មីណាកម្មង្ខេតាំងវិញ្ញាណังពីជាងតមហាសេនេហោហ្នឹងពូកែណាកម្មហ្នឹងគឺថាដឹងថាកម្មច្ចរូបដែលទឹកតែកើតឡើងដំបូងហ្នឹងឯងគឺវារហេលរហាលទេលតោលណាដល់អញ្ចឹងគឺកម្មហ្នឹងបានបង្កើតវិបាកខណ្ឌឲ្យកើតព្រមគ្នានឹងកម្មច្ចរូបហ្នឹងគណៈបដិសន្ធិណាកម្មច្ចរូបគណៈបដិសន្ធិហ្នឹងគឺកម្មហ្នឹងគេបានបង្កើតវិបាកខណ្ឌគឺសំដៅយកវេទនាខណ្ឌសញ្ញាខណ្ឌសង្ខារខណ្ឌនិងវិញ្ញាណខណ្ឌគណៈបដិសន្ធិបដិសន្ធិហ្នឹងកើតមាននាមខណ្ឌ4ដែរវិបាកខណ្ឌពាក្យថាវិបាកខណ្ឌអាហ្នឹងគឺកម្របយករូបមកជាមួយនឹងវេទនាសញ្ញាសង្ខារវិញ្ញាណវិបាកខណ្ឌគឺសំដៅយកខណ្ឌ4ដែលជានាមធម៌ហើយមានជាតិជាវិបាកពីព្រោះអីពីព្រោះជាផលដ៏ឆ្អិនរបស់កម្មហ្នឹងជាផលដ៏ឆ្អិនរបស់កម្មវិបាកហ្នឹងគឺកម្មហ្នឹងបានចម្រាញ់យ៉ាងឲ្យឆ្អិនកើតឡើងក្នុងគណៈបដិសន្ធិហ្នឹងដើម្បីឲ្យវិបាកខណ្ឌនឹងឯងជាជានៅកបច្ច័យជួយបង្កើតកម្មច្ចរូបនឹងផងវាអញ្ចឹងណានឹងជួយបង្កើតកម្មច្ចរូបដោយជានៅកបច្ច័យគឺបច្ច័យនាំឲ្យកើតដូច្នេះគឺថាកម្មច្ចរូបនឹងកើតអំពីកម្មជានៅកបច្ច័យអានឹងដោយជាប់ហ្នឹងដោយជាប់ហើយប៉ុន្តែវាត្រូវអាស្រ័យវិបាកខណ្ឌដែលជាសហជាតិធម៌នេះគឺធម៌ដែលកើតព្រមគ្នានេះវិបាកខណ្ឌហ្នឹងត្រូវតែជួយបង្កើតផងត្រូវតែជួយបង្កើតកម្មច្ចរូបនឹងផងព្រោះកម្មច្ចរូបនឹងទេលតោលហេលហាលដោយសារបច្ច័យវាអតីតឲ្យខ្លួនឯងទៅតែកើតដំបូងដូច្នេះវាត្រូវអាស្រ័យវិបាកខណ្ឌនឹងជួយប៉ុន្តែសូម្បីវិបាកខណ្ឌហ្នឹងគឺចិត្តចេតសិកហ្នឹងជួយឲ្យកម្មច្ចរូបហ្នឹងកើតបានអញ្ចឹងក៏ពិតមែនតែកម្មច្ចរូបហ្នឹងនៅតែឈ្មោះថាកម្មច្ចរូបអញ្ចឹងអត់អាចឈ្មោះថាជាចិត្តតច្ចរូបទេគេអត់ឈ្មោះថាចិត្តតច្ចរូបទេពិតមែនតែវិបាកខណ្ឌហ្នឹងណាជានាមធម៌ហ្នឹងមានចិត្តជាធំហ្នឹងនាំឲ្យកម្មច្ចរូបហ្នឹងកើតដោយជានៅកបច្ច័យក៏ពិតមែនប៉ុន្តែមិនឈ្មោះថាចិត្តតច្ចរូបទេមកពីអីមកអំពីរឿងកម្មច្ចរូបដែលកើតឡើងនេះវាសំខាន់ដោយបច្ច័យដែលនាំឲ្យកើតនោះ
cứ về nơi lừa cầm thế nâng chẳng ban trên ở cái đông sự đây nấy con cha cặp đây nâng ban chia thả cắm đôi trên mặt đài cầm để nó mới rụp cả nó tiếng cầm bị bị đôi trên mặt đài chiều phục trên mặt đài thà từng o chẳng thầy phục mặt đài nằm ở cầm mà chỉ rụp cả thầy cầm mà chỉ rụp nó đôi chia để ruộng đôi chỉ cồn á cồn để nơi khăn ông tế ấy vì ba cả khăn về nó bị bị đôi chmọp chẳng thầy chmọp để chui bằng cả cồn đó đòi tập về cồn nâng cát mình nên cồn chmọp về mẹ nè cứ nơi tại cồn rồi bó mai rồi bó cồn nông chẳng nặng chẳngโดยฉะนั้นคือถ้ากรรมมาจะรูปได้เกิดขนมกระนาบได้สันตินึงเตยแต่อาศัยวิปากกับคำช่วยเอาเกิดบางมันช่วยเอาเกิดลมบะเกิดนะลมบะเกิดนะที่โปรธาจมปัวการได้เกิดแล้วในกรรมมาจะรูปในขนมปัญจโวการภพนี้คือเวทเตยแต่อาศัยเมียนวิปากกับคำนั้นช่วยเอาเกิดจังนั่งปันได้ดอกกายเต้เนื้อแต่ชั่วท้าเจียกรรมมาเจริญอันนั้นปันได้อันนั้นสำหรับแต่ขนมขณะประเดี๋ยวสันตินั่นไงนะดอกเต้ขณะคราวอีมาโดยเจียงขณะในผู้แวงตีมุ้ยให้ท่าปัตตะเมะผู้แวงนั้นเป็นตับปีประเดี๋ยวสันติมุ้ยขณะเต้ในขนมเป็นนั้นกรรมมาเจริญในแต่การเจียเป็นตอมาจังโปรแกรมมาจิรูปนั้นเกิดครบคณะจัดโตจังอ๋อปาเตะคณะไทเตะคณะเพียงแกะคณะขนมคณะประเดสันตินั้นเกิดรู้เตอดอเตออุปาเตะคณะในปฐมประเวงกรรมมาจิรูปกาเตียดเป็นได้หรือเมียนกำลังฉบอาศัยจัดนั้นช่วยเอากาได้ดังจังเต้จัดในขนมปฐมประเวงขณะเตียนขนมคณะเฉียบแบดนั้นเฉลี่ยสำได้ในอภิธรรมบันทึกนำไปเป็นเยอะสำนูหรือว่าคนมีจักพระองค์ที่เขาเสมรัตนะนั้นได้กองในข่ายปรีเวโลกส่วนปีเรื่องกรรมจรูจังญาติโยมองพระองค์สนับศักษาโยลโจจัดเตอขมิ้นไอ้ดังไม่ดังผ่าเจียขลุ่นเยินเตรูปกายนั้นคือเมียนสมุทฐานดับเกยนอกรรมจัดอุตโตอาหาปันใจโดยนาการมันดังคืออาวิเชียนั่งก็รเมงประกันรูปนู้โยมมาเธอขลุ่นรอไงนั่งแต่งขลุ่นจ้านั่งก็เนื้อแต่แต่งรูปแต่จ้านั่งก็เนื้อแต่ประกันแต่ขลุ่นจ้าคำกล่าวแต่ขลุ่นจ้าอย่างแต่อัดเคยฐานนั่งรูปจ้าแต่งเด็ดท่าขลุ่นไอ้มันจ้องจ้านั่งก็เนื้อแต่ท่ารูปจะขลุ่นเตี้ยนั่นนะขลุ่นชื่อแต่งแต่ขลุ่นมันจังชื่อนั่งก็เนื้อแต่ทารูปนั่งจิตขลุ่นที่พระนี้วิเชียเละขณะเราบ้ารูปในเตยใบเคลียในเตยชื่อในเตยสลับคือการใบเคลียเองนั่งเจียเรื่องรูปสัดอันเมียนเรื่องสัดเรื่องบอกว่าเรื่องเยินสัดจำพวกกรรมจรูปนั่นคือตระดาใจวิปากกับคำแต่มวยอุปาเตะขณะประเดสันติเตมวยอุปาเตะขณะโปรประเดสันติเป็นเมียนอุปาเตะไทเตะเพียงเกะไอ้เดอตระอาศัยวิปากกับคำโดยสหเจียตไปใจนั่นคืออุปาเตะขณะที่เป็นยังไงมันเมนไทเตะขณะเต้นะไทเตะขณะมันเมนเจียสหเจียเตเบียคู่ปีสหเจียน้อยดอกไทเตะคือขณะตั้งในประเดชสันตินั่นนะโดยใช้สหเจียนั่งบานตรำแต่อุปาเตะขณะเองอุปาเตะขณะในประเดชสันติอุปาเตะขณะในกรรมจรูปมันนั่งโดยสหเจียตไปใจจัดจังอ้อที่อันจัดจังอ้อได้เชียสหเจียตไปใจในจัดสมุทฐานรูปคือสหเจียตไปใจขนมอุปาเตะขณะมันเม้นสหเจียตไปใจเตียงเตะขณะเตียงเพียงเกะขณะเตียงmột xã hạ chiếtคือสำเนาโยกการนั่นคืออุปาเตะนั่นคือขณะจัดโดยนั่นนับได้สันตินั่นจังได้เชียสหเชียแต่ไปใจđóกรรมมัจจุรูปจังอ๋อให้จำพวกประเดสันติโดยวิปากกับคำนั้นคือเวทนีสัญญาสังขารวิญญาณนั้น
មានកម្លាំងខ្សោយក្នុងពេលហ្នឹងមិនអាចញ៉ាំងចិត្តតច្ចរូបឲ្យកើតពីខ្លួនឯងបានទេគឺគ្រាន់តែជួយបង្កើតកម្មមជ្ឈរូបតែប៉ុណ្ណោះហើយដែលជួយបង្កើតកម្មមជ្ឈរូបហ្នឹងក៏ដើម្បីខ្លួនឯងផងដែរមិនមែនដើម្បីតែកម្មមជ្ឈរូបទេដើម្បីខ្លួនឯងផងដែរដើម្បីខ្លួនឯងយ៉ាងម៉េចខ្លួនឯងហ្នឹងវាមិនមែនអត់រូបកើតបានទៀតខ្លួនឯងហ្នឹងគឺអីគឺវិបាកខណ្ឌនេះវេទនាសញ្ញាសង្ខារវិញ្ញាណនេះមិនពូកែខ្លួនឯងបានទេពិតមែនតែជួយបង្កើតកម្មមជ្ឈរូបប៉ុន្តែជួយនឹងជួយដើម្បីខ្លួនឯងដែរដើម្បីត្រង់កន្លែងណាត្រង់កន្លែងដែលខ្លួនឯងនឹងត្រូវអាស្រ័យហតិយវត្ថុកម្មមជ្ឈរូបព្រោះក្នុងបណ្ដាកម្មមជ្ឈរូបទាំងអស់គណៈបដិសន្ធិនឹងគឺត្រូវមានរូបមួយជាទីអាស្រ័យនៃវិបាកខណ្ឌគឺហតិយវត្ថុហតិយវត្ថុបេះដូងគឺជាសុខុមរូបមួយយ៉ាងដែលអាចជាទីអាស្រ័យនៃវិបាកខណ្ឌគណៈបដិសន្ធិនឹងដោយសហជាតិតបច្ច័យដោយសហជាតិបច្ច័យហ្នឹងគឺបានតែនៅក្នុងគណៈបដិសន្ធិហ្នឹងទេណាហតិយវត្ថុណាតែដល់មកប្រវត្តិកាលហតិយវត្ថុដែលជាបច្ច័យនៃមនោធាតុនិងមនោវិញ្ញាណធាតុគឺมันអាចដើម្បីដោយសហជាតិបច្ច័យបានទេគឺបានត្រឹមតែនិស្សយពុរេជាតិបច្ច័យគឺគ្រាន់តែជាទីអាស្រ័យនៃចិត្តនិងចេតសិកគឺមនោធាតុនិងមនោវិញ្ញាណធាតុដោយហតិយវត្ថុនឹងឯងជានិស្សយពុរេជាតិបច្ច័យហ្នឹងចំពោះហតិយវត្ថុក្នុងបវត្តិកាលទាំងអស់ប៉ុន្តែក្នុងបដិសន្ធិកាលគឺថាដោយសហជាតិបច្ច័យហតិយវត្ថុកម្មមជ្ឈរូបហ្នឹងក៏កើតព្រមគ្នាជាមួយវិបាកខណ្ឌវិបាកខណ្ឌហ្នឹងក៏ព្រមគ្នាជាមួយហតិយវត្ថុកម្មមជ្ឈរូបដល់អញ្ចឹងវិបាកខណ្ឌណាស្ដាប់ឲ្យតន់ណាវិបាកខណ្ឌកុំយករូបមកចូលតែយករូបមកចូលស្ដាប់លេងយល់វិបាកខណ្ឌហ្នឹងគឺសំដៅយកវេទនាសញ្ញាសង្ខារវិញ្ញាណជាជាតិវិបាកហ្នឹងកើតជាវិបាករបស់កម្មកើតអំពីម៉ែឪជាមួយតែគ្នាហ្នឹងកម្មហ្នឹងនាំឲ្យកើតកម្មមជ្ឈរូបផងនាំឲ្យកើតវិបាកខណ្ឌផងដល់កើតទៅអាស្រ័យគ្នានឹងគ្នាអាស្រ័យគ្នានឹងគ្នាហើយពីរហ្នឹងដូចកូនភ្លោះអញ្ចឹងហ្នឹងអាស្រ័យគ្នានឹងគ្នាគឺវិបាកខណ្ឌហ្នឹងអាស្រ័យហតិយវត្ថុកម្មមជ្ឈរូបតែមួយនឹងដែលរូបប្រមាណក៏ដោយក្នុងគណៈបដិសន្ធិហ្នឹងដោយបដិសន្ធិក្នុងកំណើតអីជាលំពជាកំណើតក្នុងផ្ទៃមេបដាដីសង្សេតិជាកំណើតអន្តរជាកំណើតឬជាឧបបារិកកំណើតក៏ដោយក្នុងគណៈបដិសន្ធិហ្នឹងគឺត្រូវអាស្រ័យហតិយវត្ថុរូបតែមួយគត់ហើយហតិយវត្ថុហ្នឹងយើងដឹងហើយជាកម្មមជ្ឈរូបតែម្យ៉ាងទេមិនមែនចិត្តតច្ចរូបមិនមែនឧត្តចរូបមិនមែនអាហារចរូបទេគឺកម្មមជ្ឈរូបតែម្យ៉ាងហតិយវត្ថុហ្នឹងជានិស្សយបច្ច័យឲ្យវិបាកខណ្ឌកើតឡើងវិញដែរនិស្សយបច្ច័យក៏បានគឺដោយទីអាស្រ័យប៉ុន្តែក្នុងទីនេះគឺថាសហជាតិនិស្ស័យគឺថាអាស្រ័យនឹងអាស្រ័យដោយធัวនឹងកើតស្មើគ្នាមិនមែនពុរេមិនមែនបច្ឆាអត់មែនពុរេមុនអត់មែនបច្ឆាក្រោយទេគឺសហជាតិគឺកើតព្រមហើយកាលណាបើជាសហជាតិបច្ច័យទៅវិញទៅមកបានអញ្ចឹងអាហ្នឹងគឺកណាគុណចាស់ជ្រាបចុះបាននៅឈ្មោះបច្ច័យមួយទៀតគឺអញ្ញមញ្ញបច្ច័យណាអញ្ញមញ្ញបច្ច័យហ្នឹងគឺនៅត្រង់កន្លែងណាគឺនៅត្រង់ដែលថាចំពោះបច្ច័យហ្នឹងក៏ជាសហជាតិបច្ច័យបច្ចយុបណ្ណធัวគឺធัวដែលកើតពីសហជាតិបច្ច័យហ្នឹងក៏អាចជាសហជាតិបច្ច័យមកវិញបានដែរគឺវាជាសហជាតិបច្ច័យទៅវិញទៅមកវាត្រូវអាស្រ័យគ្នាទៅវិញទៅមកអញ្ចឹងមិនចំពោះនាមធัวនិងនាមធัวរូបធัวនិងរូបធัวនាមធัวនិងរូបធัวរូបធัวនិងនាមធัวទេឲ្យតែជាសហជាតិបច្ច័យទៅវិញទៅមកគឺអញ្ញមញ្ញបច្ច័យហើយអញ្ចឹងនៅក្នុងអញ្ញមញ្ញបច្ច័យហ្នឹងយើងមើលគឺបានដល់ចិត្តណាជាមួយចេតសិកជាមួយចិត្តអាហ្នឹងគឺដោយសហជាតិបច្ច័យទៅវិញទៅមកបានអញ្ចឹងជាអញ្ញមញ្ញបច្ច័យមហាភូតរូប3និងមហាភូតរូប1មហាភូតរូប2និងមហាភូតរូប2មហាភូតរូប1និងមហាភូតរូប3គឺអាចជាសហជាតិបច្ច័យ
ដោយអំណាចមហាពុទ្ធរូបក្នុងកាឡាបៈជាមួយគ្នាណាទៀតគឺសហជាតិបច្ច័យទៅវិញទៅមកបានអានឹងក៏ជាអញ្ញមញ្ញបច្ច័យអញ្ញមញ្ញបច្ច័យបានហើយដោយសហជាតិបច្ច័យទៅវិញទៅមកហើយនឹងម្យ៉ាងទៀតនោះអញ្ញមញ្ញបច្ច័យទី3គឺចំពោះនេះដែលកំពុងឆ្លើយបញ្ហាគុណម្ចាស់នេះគឺចំពោះហតិយវត្ថុកម្មច្ចរូបខណៈបរិសន្ធិហើយនឹងវិបាកខណ្ឌគណៈបរិសន្ធិអានឹងវាត្រូវអាស្រ័យគ្នាទៅវិញទៅមកអញ្ចឹងប៉ុន្តែដល់មកបឋមភវាំងបឋមភវាំងគឺថាភវាំងទី1ក៏ពិតមែនប៉ុន្តែរាប់ក្នុងអត្តភាពនឹងចិត្តគណៈទី2បរិសន្ធិរាប់ទី1បឋមភវាំងរាប់ទី2គណៈទី2ប៉ុន្តែបើនិយាយពីភវាំងទៅតែភវាំងទី1ទេភវាំងទី1នេះគឺមានកម្លាំងខ្លាំងដោយខ្លួនឯងហើយព្រោះអាស្រ័យបដិសន្ធិនឹងជាអនន្តរបច្ច័យអនន្តរោបនិស្សយបច្ច័យគឺថាបឋមភវាំងនោះវាមានកម្លាំងដល់អញ្ចឹងវាអាចបង្កើតចិត្តតច្ចរូបបានដោយខ្លួនឯងមានកម្លាំងហើយក្នុងពេលហ្នឹងមិនចាំបាច់រវល់ជួយបង្កើតកម្មច្ចរូបទេកម្មច្ចរូបក៏គេមានកម្លាំងមិនចាំបាច់អាស្រ័យចិត្តជួយបង្កើតទេគេរឹងប៉ឹងណាគេបានកើតមុនម្ដងចឹងទៅគេរឹងប៉ឹងគេមិនបាច់ចាំចិត្តជួយបង្កើតទេគឺដោយកម្លាំងកម្មជាបច្ច័យគេកើតបានដោយខ្លួនគេមិនចាំបាច់មានចិត្តជួយបង្កើតទេដល់អញ្ចឹងចិត្តហ្នឹងវារួចរវល់ពីទៅជួយបង្កើតកម្មច្ចរូបឯងវារួចរវល់កម្មច្ចរូបកើតបានដោយខ្លួនគេអញមិនបាច់ទៅជួយទេអញបង្កើតរូបរបស់អញអាហ្នឹងអញ្ចឹងគឺបានន័យថាវាមានកម្លាំងអាចដើម្បីញ៉ាំចិត្តតច្ចរូបឲ្យកើតបានតាមពិតហ្នឹងចិត្តហ្នឹងវាមិនបានដឹងថាចិត្តតច្ចរូបកើតពីខ្លួនឯងអីទេអានេះវាគ្រាន់តែថាចិត្តហ្នឹងមានកម្លាំងចិត្តតច្ចរូបវាកើតទៅតែខ្ញុំកណ្ដាលខ្ញុំបាទសម្ដែងបាញ់គឺថាឲ្យបានងាយស្ដាប់ថាបឋមភវាំងហ្នឹងគឺថារួចរវល់ពីជួយបង្កើតកម្មច្ចរូបមានកម្លាំងគឺអាចដើម្បីញ៉ាំចិត្តតច្ចរូបឲ្យកើតពីខ្លួនឯងបានហ្នឹងអញ្ចឹងហើយចាប់ពីបឋមភវាំងហ្នឹងទៅត្រូវអាស្រ័យហតិយវត្ថុជាបច្ច័យផងដែរហើយត្រូវអាស្រ័យហតិយវត្ថុជាបច្ច័យពីព្រោះថានាមធម៌គឺវេទនាសញ្ញាសង្ខារវិញ្ញាណក្នុងបញ្ចវោការភពគឺត្រូវតែអាស្រ័យវត្ថុរូបជាបច្ច័យត្រូវអាស្រ័យវត្ថុរូបជាបច្ច័យមិនអាស្រ័យវត្ថុរូបមិនអាចមានវេទនាសញ្ញាសង្ខារវិញ្ញាណបានឡើយមិនអាចមានចិត្តចេតសិកបានឡើយនេះក្នុងបញ្ចវោការភពប៉ុន្តែគ្រាន់តែអាស្រ័យនឹងប៉ុណ្ណេះនឹងក្នុងឋានៈបដិសន្ធិចិត្តនឹងចេតសិកដែលជាវិបាកខណ្ឌនឹងអាស្រ័យហតិយវត្ថុកម្មច្ចរូបដោយសហជាតិបច្ច័យអានឹងយល់ហើយសហជាតិបច្ច័យនឹងប៉ុន្តែដល់ទៅមកចិត្តចេតសិកក្នុងបឋមភវាំងក៏អាស្រ័យហតិយវត្ថុដែរពីព្រោះវាជាមនោវិញ្ញាណអញ្ចឹងយើងដឹងហើយមនោធាតុមនោវិញ្ញាណធាតុអាស្រ័យហតិយវត្ថុអញ្ចឹងបឋមវាំងហ្នឹងអាស្រ័យហតិយវត្ថុដោយសហជាតិបច្ច័យដែរទេអត់ទេគឺដោយអីដោយពុរេជាតិបច្ច័យហើយបើចង់បញ្ចូលនិស្សយបច្ច័យជាមួយគ្នាទៅក៏បានហៅថាពុរេជាតិនិស្សយបច្ច័យនិស្ស័យប្រែថាអាស្រ័យដូច្នេះហតិយវត្ថុនឹងឯងគឺជាទីអាស្រ័យនៃចិត្តចេតសិកក្នុងខណៈនៃភវាំងប៉ុន្តែអាស្រ័យហ្នឹងគឺមិនមែនដោយសហជាតិនិស្ស័យទេដោយពុរេជាតិនិស្ស័យសហជាតិនិស្ស័យបានในគណៈបដិសន្ធិទេហ្នឹងហៅថានិស្សយបច្ច័យក៏បានហៅថាសហជាតិបច្ច័យក៏បានគណៈបដិសន្ធិហៅថាសហជាតិនិស្សយបច្ច័យក៏បានចូលគ្នាអញ្ចឹងប៉ុន្តែដល់មកបឋមភវាំងអាស្រ័យហតិយវត្ថុដែរតែអាស្រ័យហតិយវត្ថុដែលកើតមុនមិនអាស្រ័យហតិយវត្ថុដែលកើតជាមួយទេហតិយវត្ថុកម្មច្ចរូបដែលកើតជាមួយគ្នានឹងបឋមភវាំងក៏មានដែរមិនមែនអត់ទេណាព្រោះហតិយវត្ថុកម្មច្ចរូបគឺកើតគ្រប់គណៈចិត្តតូចទាំងអស់កើតគ្រប់គណៈចិត្តតូចទាំងអស់ដូច្នេះនៅក្នុងឧបាទគណៈនៃបឋមភវាំងហ្នឹងក៏មានហតិយវត្ថុកម្មច្ចរូបដែរប៉ុន្តែក្នុងពេលហ្នឹងគឺមិនអាស្រ័យហតិយវត្ថុកម្មច្ចរូបនឹងទេគឺត្រូវអាស្រ័យហតិយវត្ថុកម្មច្ចរូបដែលកើតមុនហើយមិនតាន់រលត់
នឹងដោយបរិជាតិនិស្សយបច្ច័យគឺអាស្រ័យហរិយវត្ថុដែលកើតមុននឹងជាបច្ច័យចឹងមកចឹងហើយចំពោះចិត្តដែលកើតក្រោយចំពោះចិត្តដែលកើតក្រោយនេះចាប់តាំងអំពីបឋមភវាំងនឹងទៅក៏អាចដើម្បីជាបច្ច័យដល់កម្មច្ចរូបដែរមិនមែនមិនបច្ច័យទេប៉ុន្តែបច្ច័យក្នុងទីនេះមិនមែនជានកបច្ច័យដោយគណៈបដិសន្ធិទៀតណាមិនមែនជានកបច្ច័យគឺបច្ច័យនាំឲ្យកើតដោយគណៈបដិសន្ធិទេបឋមភវាំងហ្នឹងក៏ជាបច្ច័យនៃកម្មច្ចរូបដែរប៉ុន្តែគ្រាន់តែជាបច្ច័យដោយឧបធម្មភកបច្ច័យតែប៉ុណ្ណោះជួយឧបធម្មនឹងចឹងជួយឧបធម្មដោយបច្ឆាជាតិបច្ច័យឃើញទេបច្ឆាប្រែថាក្រោយជាតិប្រែថាកើតគឺថាកើតក្រោយចិត្តចេតសិកនឹងកើតក្រោយហើយឧបធម្មដល់រូបដែលកើតមុនហើយមិនតាន់ដល់អាយុរលត់ណាឧបធម្មរូបនឹងឧបធម្មរូបនឹងអញ្ចឹងបានថារូបនឹងត្រូវអាស្រ័យចិត្តវិញ្ញាណឧបធម្មសំដៅយកចិត្តវិញ្ញាណដែលកើតក្រោយហើយក៏ជាឧបធម្មកបច្ច័យនឹងឯងដល់រូបមិនចំពោះតែកម្មច្ចរូបទេរូបទាំងអស់ទាំង4សមុទ្ឋានហ្នឹងដែលបានកើតមុនហើយមិនតាន់ដល់អាយុរលត់នោះត្រូវអាស្រ័យចិត្តចេតសិកដែលកើតក្រោយនឹងឯងជាបច្ឆាជាតិបច្ច័យឧបធម្មយ៉ាងនៅក្នុងសាកសពដែលស្លាប់ទៅចិត្តវិញ្ញាណនឹងរលត់អស់ទៅហើយអញ្ចឹងចិត្តវិញ្ញាណរលត់អស់ទៅហើយក៏មិនអាចដើម្បីថាមានបច្ឆាជាតិបច្ច័យទេអត់មានចិត្តចេតសិកឧបធម្មទេមកអត់មានចិត្តវិញ្ញាណណាទៀតអញ្ចឹងហើយបានជាវាត្រូវព្រឹត្តទៅដើម្បីហើមទៅប៉ោងទៅស្អុយទៅប្រលេះរលួយទៅទុកអត់បានទេទុកអត់បានទេគឺត្រូវតែយកទៅបូជាយកទៅចោលឲ្យទៅជាចំណីដង្កូវហើយទោះជាថាភ្នែកល្អរបស់អញមាត់ល្អរបស់អញតិចល្អរបស់អញច្រមុះល្អស្រួចនឹងរបស់អញក៏ដោយក៏ដង្កូវចេញចូលអស់ហើយជារបស់ដង្កូវជាចំណីរបស់ដង្កូវអីយ៉ាងហ្នឹងវាអត់មានជាអ្វីដើម្បីថាជារបស់យើងទេសង្ខារធម៌ទាំងពួងទាំងមានវិញ្ញាណគ្រប់គ្រងទាំងអត់វិញ្ញាណគ្រប់គ្រងមាសប្រាក់ទ្រព្យសម្បត្តិអីហ្នឹងមិនគួរដើម្បីពុទ្ធបរិស័ទយើងដែលបានសិក្សាព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធហើយហ្នឹងដើម្បីថានឹងមានការបដិបដួលពឹងពាក់ពំនាក់អាស្រ័យផ្ញើកាយផ្ញើជីវិតអីជាមួយនឹងរបស់ទាំងអស់ហ្នឹងទេពីព្រោះរបស់ទាំងអស់ហ្នឹងជារបស់ទទេមិនអាចជាទីពឹងបានទ្រព្យសម្បត្តិមាសប្រាក់លុយកាក់បុត្រភរិយារហូតដល់ឧបាទានខណ្ឌ5ហ្នឹងជារបស់ទទេមិនគួរដើម្បីផ្ញើជីវិតទៅក្នុងរបស់ទាំងអស់នឹងឡើយមិនគួរដើម្បីលះបង់ជីវិតបូជាជីវិតឲ្យទៅនៅក្នុងរបស់ដែលទទេអញ្ចឹងណាទៀតគួរទេគួរដើម្បីបូជាជីវិតឲ្យរបស់ទទេទេឬក៏ត្រូវបូជាជីវិតចំពោះបរតនត្រ័យដើម្បីដូរយកនៅអមតៈព្រះនិព្វានវិញហ្នឹងយើងពិចារណាសត្វគ្រប់មើលដែលសត្វលោកពឹងផ្អែកទៅលើរបស់ទទេទេអត់ហើយហ្នឹងអញ្ចឹងចំពោះរឿងសំណួររបស់គុណម្ចាស់ហ្នឹងកម្មច្ចរូបគឺរូបដែលកើតអំពីកម្មហ្នឹងចំពោះឧបបាទិកកំណើតគឺថាវាអាចដើម្បីកើតបានដោយមិនចាំបាច់អាស្រ័យផ្ទៃនៃមេត្តាមិនចាំបាច់មានការចម្រើនឡើងតិចម្ដងបន្តិចម្ដងអីនៅក្នុងផ្ទៃនៃមេត្តាហ្នឹងទេគឺថាវាចម្រើនច្រើនគ្រប់គ្រាន់វាចម្រើនច្រើនគ្រប់គ្រាន់តាំងពីគណៈបដិសន្ធិហ្នឹងមានចក្ខុទេសកៈគឺមានអញ្ចឹងទៅមានសោតទេសកៈក៏មានអញ្ចឹងទៅមិនដូចនៅក្នុងផ្ទៃនៃមេត្តាដែលជាជាលំពុជៈកំណើតនោះអានឹងគឺថាកើតមុនដំបូងវាអាចមានកម្មច្ចរូបតិចតួចណាប៉ុន្តែចាំបាច់ត្រូវតែមានហតិយៈវត្ថុរូបណាទៀតវាត្រូវតែមានវត្ថុទេសកៈហ្នឹងគឺហតិយៈវត្ថុហ្នឹងត្រូវតែមានណាព្រោះបើអត់មានវិបាកខណ្ឌ
អត់អីអាស្រ័យមិនអាចកើតបានទេតើមានវត្ថុទេសកៈហ្នឹងមានដីទឹកភ្លើងខ្យល់ពណ៌ក្លិនរសឲ្យជា8ហ្នឹងចឹងទៅហើយមានជីវិតរូបផងជីវិតរូបហ្នឹងមិនមែនជីវិតសត្វទេដោយបរមត្ថធម៌គឺជាជីវិតរបស់កម្មច្ចរូបហ្នឹងជីវិតហ្នឹងវារក្សានៅសហជាតិកម្មច្ចរូបហ្នឹងគឺកម្មច្ចរូបដែលកើតព្រមគ្នាហ្នឹងវាអនុបាលបច្ច័យជីវិតហ្នឹងណាជីវិតហ្នឹងវាមិនមែនជាជានកបច្ច័យទេវាអត់មែនជាជានកបច្ច័យទេព្រោះអីពីព្រោះវាកើតពីកម្មទាំងអស់គ្នាដោយហតិយៈវត្ថុក្នុងគណៈនៃបរិសន្ធិហ្នឹងវាមិនមែនមានហតិយៈវត្ថុរូបតែមួយទេវាត្រូវមានសំណុំរូបរបស់វាហើយតែកលាបៈហ្នឹងសំណុំរូបបាច់រូបហ្នឹងវាមាន10ដីមួយទឹកមួយភ្លើងមួយខ្យល់មួយមហាពុទ្ធរូប4វាមានឧបាទេយរូប4ទៀតចូលមកគឺវណ្ណោគន្ធោរក្សាឲ្យជាវណ្ណោគឺរូបារម្មណ៍គន្ធោគឺក្លិនរក្សាគឺរសឲ្យជាគឺអាហាររូបនឹងមហាពុទ្ធរូប4ទៅ8ហ្នឹងហៅថាសត្វផតកៈរូបឬហៅថាអវិនិភោគរូបយ៉ាងដូច្នេះកាលណាបើក្នុងសំណុំរូបហ្នឹងវាអាចមានរូប9ឬរូប10រូប8ហ្នឹងហៅថាអវិនិភោគរូបគឺរូបមិនបែកគ្នាទេ8ហ្នឹងបតវ័យអបោតេជោវេយោវណ្ណោគន្ធោរសោឲ្យជា8ហ្នឹងប៉ុន្តែបើសិនជាវាកើតឡើងមានតែ8ឯងនឹងគាត់អត់មានរូបអីមកនៅក្នុងសំណុំនៃរូបហ្នឹងទេដូចជារូបដែលកើតពីចិត្តកើតពីឧតកកើតពីអាហារអីចឹងកាលណាបើវាមានតែ8នឹងគាត់ហៅថាអវិនិភោគរូប8ហ្នឹងក៏ត្រូវហើយប៉ុន្តែហៅឲ្យត្រូវជាងហ្នឹងគឺសត្វផតកៈសត្វភៈគឺសត្វអត្តកៈគឺ8គឺ8សត្វគឺសំណុំរូបបាច់រូបហ្នឹងគឺមាន8សត្វហ្នឹងដូចជាសក់មតស័យអីចឹងដែលវាចម្រើនពីអាហារឬក៏ដូចញើសដែលកើតពីឧតកឬក៏រោគខ្លះអីអញ្ចឹងមានរូបដែលកើតពីឧតកកើតពីអាហារអីចឹងអាហ្នឹងគឺថាក្នុងរូបហ្នឹងគឺសត្វផតកៈវាមានដីទឹកភ្លើងខ្យល់ពណ៌ក្លិនរសឲ្យជា8សត្វប៉ុន្តែនៅក្នុងកម្មច្ចរូបហ្នឹងវាមិនមាន8សត្វទេចំពោះកម្មច្ចរូបណាទេអត់មានសត្វផតកៈទេវាមានយ៉ាងតិច9ដែរដែលហៅថាជីវិតៈនវកៈគឺថាមានជីវិតជាគម្រប់9ឬវាមានចក្ខុទេសកៈសោតទេសកៈអីចឹងវាមានភ្នែកជាគម្រប់10តិចជាគម្រប់10ឬវត្ថុទេសកៈវាមានហតិយៈវត្ថុរូបជាគម្រប់10ដូច្នេះ8ហ្នឹងហៅឲ្យបានត្រឹមត្រូវហៅអវិនិភោគរូប8អវិនិភោគរូប8ណាបើយើងហៅសត្វផតកៈអាហ្នឹងមិនសូវត្រឹមត្រូវទេគ្រាន់តែស្ដាប់បានប៉ុន្តែអត់សូវត្រឹមត្រូវមកពីអីមកពីយើងហៅតែ8សត្វទៅហើយដល់សត្វទៅហើយយើងយកស្អីមកថែមទៀតវាអត់ត្រឹមត្រូវទេអាហ្នឹងហៅបានតែសត្វផតកៈក្នុងសំណុំនៃកលាបៈរូបដែលមានរូប8សត្វហ្នឹងចឹងហើយបើវាមានលើសពី8រូប8តដែលហ្នឹងយើងហៅថាអវិនិភោគរូប8គឺរូបដែលវាអត់បែកគ្នាហើយយើងចង់ថែមអីមកទៀតថែមជីវិតៈជីវិតរូបនឹងមួយហើយហ្នឹងដូចជាហតិយៈវត្ថុរូបនឹងមួយជាគម្រប់10ហៅថាវត្ថុទេសកៈទេសកៈហ្នឹងគឺអីគឺ10កលាបៈគឺសំណុំរូបហ្នឹងវាមានវត្ថុរូបជាគម្រប់10អញ្ចឹងហើយចំពោះកាលណាបើវាមានអវិនិភោគរូប8ហើយអវិនិភោគរូប8ហើយអញ្ចឹងថែមអីទៀតថែមជីវិតរូបមួយទៀតជីវិតរូបដែលថែមមកនេះវាជាបច្ច័យនៃសហជាតិរូប9ទៀត9គឺអីអវិនិភោគរូប8ហតិយៈវត្ថុរូបនឹង1 9ហ្នឹងវាជាសហជាតិធម៌ជាមួយជីវិតរូបកើតព្រមគ្នារលត់ព្រមគ្នាទៀតចំពោះកលាបៈរូបណាព្រោះវាកើតព្រមគ្នាវាមានអាយុប្រហែលគ្នារលត់ទៅក៏ជាមួយគ្នាដែរមានអាយុស្មើនឹង17គណៈចិត្ត17គណៈចិត្តធំហ្នឹងគឺថាជាអាយុនៃសភាវៈរូបអញ្ចឹងវាកើតព្រមគ្នាដូច្នេះចំពោះជីវិតរូបនេះជាបច្ច័យនៃសហជាតិរូប9ទៀតនេះប៉ុន្តែមិនមែនជាជានកៈបច្ច័យទេមកពីអីមកពីជីវិតរូបនេះវាមិនមែនជាអ្នកឲ្យកម្មច្ចរូបនឹងកើតទេទាំងជីវិតរូបខ្លួនឯងមួយទាំងកម្មច្ចរូប9ហ្នឹង
កើតអំពីកម្មជាបច្ច័យបានគេហៅថាកម្មមជ្ឈរូបកើតអំពីកម្មឯជាចេតនកបច្ច័យប៉ុន្តែដល់ពេលកើតហើយនេះកម្មហ្នឹងវាបានបង្កើតជីវិតរូបកម្មវាបានបង្កើតជីវិតរូបជីវិតរូបហ្នឹងមិនមែនជីវិតមនុស្សសត្វទេជីវិតរូបហ្នឹងគឺជាជីវិតដែលជាផលរបស់កម្មកើតឡើងពីកម្មជារូបធម៌សត្វដោយបរមត្ថជីវិតហ្នឹងគឺរូបមិនមែនជីវិតហ្នឹងគឺសត្វគឺបុគ្គលមនុស្សស្រីមនុស្សប្រុសជីវិតហ្នឹងគឺតួរូបដែរជីវិតរូបហ្នឹងនៅក្នុងសង្គមរូបហ្នឹងវាជាអនុបាលបច្ច័យមិនមែនចេតនកបច្ច័យទេណាអនុបាលបច្ច័យគឺដោយសេចក្តីថាតាមរក្សាកម្មមជ្ឈរូបដែលកើតព្រមគ្នានេះហើយតែតាមរក្សាហ្នឹងមិនមែនតាមរក្សាក្នុងឧបតគណៈទេព្រោះឧបតគណៈកើតព្រមគ្នាទាំងអស់មាននរណាតាមរក្សានរណាប៉ុន្តែតាមរក្សាក្នុងថិតិគណៈរបស់កម្មមជ្ឈរូបអញ្ចឹងទៅយើងចែកអាយុរបស់កម្មមជ្ឈរូបហ្នឹងជា51គណៈចិត្តតូចពីព្រោះ17គណៈចិត្តធំអញ្ចឹងមួយគណៈចិត្តធំវាមានឧបតថិតិភង្គៈវាមាន3គណៈតូចហ្នឹង17 3ដង51បើអញ្ចឹងអាយុនៃសភាវៈរូបហ្នឹងវាមាន51គណៈចិត្តតូចលើកឧបតគណៈមួយចេញហើយលើកភង្គៈគណៈខាងក្រោយគណៈបែកធ្លាយមួយចេញ51ដក2នៅសល់49ចំពោះជីវិតរូបនេះឯងអនុបាលរសាសហចិត្តរូបបានតែ49គណៈចិត្តតូចទេមកពីអីមកពីឧបតគណៈកើតព្រមគ្នាអត់អនុបាលរសាទេហើយដល់ទៅភង្គៈគណៈអានឹងគណៈបែកធ្លាយទៅហើយវាមានរសាអីបានទៀតដូច្នេះគឺថាបានរក្សាត្រឹមតែ49គណៈចិត្តតូចទេដល់ទៅគណៈចិត្តចុងក្រោយបែកធ្លាយទាំងអស់គ្នានឹងអញ្ចឹងទាំងជីវិតរូបខ្លួនឯងដែលជាអ្នករក្សាក៏ងាប់កម្មមជ្ឈរូបដែលកើតព្រមគ្នាហ្នឹងក៏ងាប់ដែរគឺបែកធ្លាយដែរអត់មាននៅជាសត្វបុគ្គលអីទេហ្នឹងអាហ្នឹងចំពោះរឿងកម្មមជ្ឈរូបវាត្រូវកើតឡើងដោយសំណុំនៃរូបហ្នឹងអញ្ចឹងហើយសំណុំអីក៏ចឹងគុណចាស់សិក្សាឲ្យអស់ទៅមិនឆ្ងល់មិនសង្ស័យទេវាមានចក្ខុទេសកៈវាមានសោតទេសកៈវាមានខេនទេសកៈវាមានជីវហាទេសកៈវាមានកាយទេសកៈហ្នឹង5អញ្ចឹងទៅអាហ្នឹងកម្មមជ្ឈរូបសពណារួចទៅវាមានដូចជាភាវៈទេសកៈអីហ្នឹងក៏វាមានអដ្ឋិភាវៈទេសកៈអញ្ចឹងក៏មានអញ្ចឹងទៅឬបរិស័កភាវៈទេសកៈអាហ្នឹងក៏មានអញ្ចឹងទៅហើយចំពោះវត្ថុទេសកៈដោយលើកឧទាហរណ៍មកសម្ដែងបាញ់មិញក៏វាមានអាហ្នឹងសិតតែរឿងកម្មមជ្ឈរូបសត្វកម្មមជ្ឈរូបសត្វនេះយើងត្រូវរៀនឲ្យចេះអញ្ចឹងអាហ្នឹងគឺថាវាកើតពីកម្មសត្វមិនអាចកើតពីចិត្តឧតុអាហារទេអាហ្នឹងគ្រាន់តែអាចដើម្បីជួយឧបត្ថម្ភអីបានដូចរឿងចិត្តអីប៉ុន្តែថាឲ្យជាចេតនកបច្ច័យបង្កើតកម្មមជ្ឈរូបហ្នឹងអត់ទេហ្នឹងហើយជីវិតនវកៈអញ្ចឹងទៅមានរូបជីវិតន្ទ្រីហ្នឹងជាគម្រប់9ដូច្នេះនៅពេលដែលកើតហ្នឹងគឺថាវាមានជាសំណុំដែលកើតអញ្ចឹងហើយដែលអាចមានជាសំណុំបានហ្នឹងដោយសារអីបានជាអាចមានសំណុំបានមកពីអីទៀតបានជាមានសំណុំរូបទៅបានវាមានដុំជាកលាបៈណារូបទាំងអស់ដែលអាចមានកលាបៈបានដោយសារអីទៀតមានអ្នកណាឆ្លើយត្រូវទេដោយសារអីស្ដាប់អត់ឮដោយសារអីទៀតដោយសារមានអាកាសធាតុណាបើសិនជាអត់មានអាកាសធាតុដើម្បីចែករូបទេគឺអត់មានកលាបៈរូបទេនឹងអញ្ចឹងយើងត្រូវជ្រាបអញ្ចឹងគឺដែលអាចមានកលាបៈរូបបានគឺដោយសារមានអាកាសធាតុហ្នឹងជាបរិច្ឆេទរូបហ្នឹងគឺហៅទៅតាមកិច្ចរបស់អាកាសធាតុដែលវាអាចចែករូបឲ្យផ្សេងគ្នាបានបើអត់អាកាសធាតុមានអីទៀតរូបចូលគ្នាអស់បាត់ហើយមនុស្សយើងវាឆោតចេះទេវាឆោតត្រង់ដែលថាគ្រាន់តែអាកាសធាតុចែករូបឲ្យផ្សេងពីគ្នាប្រកាន់អញផ្សេងគេផ្សេងបាត់ទៅតាមទ្រង់ទ្រាយសន្តានហ្នឹងស្រឡាញ់ទ្រង់ទ្រាយសន្តានហ្នឹងទៀតដែលមានទ្រង់ទ្រាយសន្តានរបស់រូបមនុស្សសត្វវត្ថុអីទាំងអស់ដែលមានកែវពេញប៉ាន់តុកទូសាលាព្រះវិហារមញេទូរទស្សន៍ស្អីសពគ្រប់ផ្ទះសម្បែងបរោះស្ត្រីរៀងផត់រៀងស្គមអីសពគ្រប់ខ្ពស់ទៀតហ្នឹងដែលមានរៀងទាំងអស់ហ្នឹងដោយសារអាកាសធាតុហ្នឹងណាបើកុំតែអាកាសធាតុមានរៀងមកពីណាហើយយើងអត់ដឹងថាអានឹងវាគ្រាន់តែអាស្រ័យអាកាសធាតុទេបានវាមានរៀងរបស់មហាពុទ្ធរូបមានសន្តានរបស់មហាពុទ្ធរូបដេកដើរឈរអង្គុយញាក់ញក់អីយ៉ាងណាទៅតាមរៀងអីអញ្ចឹងដែលយើងអាច
ស្រឡាញ់ទៅតាមរៀងឬខ្មាញ់គេថាកាច់រឹកកាច់រៀងណាអញ្ចឹងអានឹងទាំងអស់គឺថាវាគ្មានទេតាមពិតរៀងហ្នឹងវាអត់មានជារូបដោយបរមត្ថទេប៉ុន្តែអានេះវាជាការបញ្ញត្តិរៀងហ្នឹងដោយអាស្រ័យមានអាកាសរូបទេបើកុំតែមានអាកាសធាតុមានរៀងហ្នឹងមកពីណាមានឬហ្នឹងមកពីណាមានសន្តានអីមានស្អីដើម្បីស្រឡាញ់ដើម្បីក្តីអរិយទេអត់ទេដូចដីម្ដុំអញ្ចឹងទេដីម្ដុំធំអញ្ចឹងយើងកេះម្ដុំតូចយើងមិនច្បាច់ទៅតាមរៀងវាទៅដីម្ដុំទៀតយើងកេះឲ្យដាច់ចេញពីគ្នាមកវាមានរៀងទាំងអស់ហ្នឹងដែលអាចមានរៀងហ្នឹងដោយសារអាកាសធាតុទេបើកុំតែអាកាសធាតុមានរៀងមកពីណាវាជាប់គ្នាអស់បាត់ហើយហ្នឹងឧទាហរណ៍បញ្ជាក់ឲ្យឃើញថាអាកាសធាតុហ្នឹងវាធ្វើឲ្យសត្វលោកវង្វេងអញ្ចឹងវង្វេងទៅក្នុងរៀងរបស់រូបវង្វេងទៅនៅក្នុងរូបទាំងឡាយផ្សេងហើយដូចជំរុះយើងអញ្ចឹងគ្រាន់តែបំបែកដីទឹកភ្លើងចោលឲ្យចេញពីគ្នាអញ្ចឹងទៅស្រាប់តែអញផ្សេងគេផ្សេងទៅតាមអាកាសធាតុដែលវាចែករៀងអញ្ចឹងទៅតាមពិតវាមានស្អីដើម្បីអញផ្សេងគេផ្សេងមហាពុទ្ធរូបដូចតែគ្នាមិនអញ្ចឹងទេណាហ្នឹងវាគ្រាន់តែថាអីវាគ្រាន់តែថាមហាពុទ្ធរូបហ្នឹងវាមានសមុទ្ឋានដោយកម្មដោយចិត្តដោយអតដោយអាហារវាមានការវិចិត្រអំពីបច្ច័យហ្នឹងវាខុសគ្នាខ្លះអញ្ចឹងទៅប៉ុន្តែទោះជាខុសគ្នាដោយការវិចិត្រនៃបច្ច័យក៏ដោយប៉ុន្តែនៅតែដីទឹកភ្លើងខ្យល់អញ្ចឹងហើយវាដាច់ចេញពីគ្នាហ្នឹងដោយសារអាកាសធាតុដូចញាតិញោមបងប្អូនទាំងអង្គដែលរាប់បាន100នាក់200នាក់300នាក់ហ្នឹងរាប់បានអញ្ចឹងដោយសារអីបើអត់អាកាសធាតុរាប់បានទេអត់អាកាសធាតុរាប់2នាក់បានទេអត់បានទេចូលគ្នាអស់ហើយហ្នឹងអញ្ចឹងដូច្នេះ2នាក់3នាក់4នាក់គ្រាន់តែជាការសន្មត់ទៅលើចំណែកនៃរូបដែលកើតឡើងដោយបច្ច័យយ៉ាងណាវិចិត្រដោយបច្ច័យយ៉ាងម៉េចប៉ុន្តែរឿងនេះមិនគួរមានសេចក្តីប្រកាន់ថាយើងផ្សេងគេផ្សេងដោយអំណាចទឹកថេដោយអំណាចមានអ្នកទេហើយនេះវាគ្រាន់តែជាការចែកគ្នាដោយអាកាសធាតុទេបើរលាយចូលគ្នាទៅឯណាយើងឯណាគេអត់ទេណាទេនឹងចឹងបានថារឿងប្រកាន់ហ្នឹងវាប្រកាន់ទៅតាមការដែលមិនដឹងនៅបរមត្ថធម៌តាមសេចក្តីពិតហ្នឹងមិនដឹងចម្រើនបញ្ញាយើងឃើញរបស់ហ្នឹងមានក្នុងជីវិតរបស់យើងគួរដល់ការស្ដាប់ណាគួរដល់ការសិក្សារៀនសូត្រណាជួយបើកផ្ងានៅរបស់ដែលកំបាំងណាទៀតរបស់ដែលផ្កាប់ហ្នឹងឲ្យវាផ្ងាឡើងនឹងចឹងដូចនិយាយពីរឿងអាកាសធាតុអីហ្នឹងយើងសិក្សាទៅគួរឲ្យអស្ចារ្យណាចឹងបានជាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងនៅក្នុងធាតុវិភង្គសូត្រប្រោបកសាតិនោះព្រះអង្គសម្ដែងថាមិនគួរបណ្ដែតបណ្ដោយបញ្ញាក្នុងការពិចារណានៅធាតុ6នេះធាតុដីធាតុទឹកធាតុភ្លើងធាតុខ្យល់អាកាសធាតុនិងវិញ្ញាណធាតុនឹងព្រះអង្គសម្ដែងអញ្ចឹងមិនគួរបណ្ដែតបណ្ដោយបញ្ញាក្នុងការពិចារណានៅធាតុ6នេះរឿងអាកាសធាតុនឹងធ្វើឲ្យសត្វលោកវង្វេងទៀតឲ្យសត្វលោកនឹងវង្វេងទៅជាស្រឡាញ់ទ្រង់ទ្រាយសន្តានរបស់រូបទ្រង់ទ្រាយសន្តានហ្នឹងគឺវាអត់មានជាតួរូបអីសោះនៅក្នុងរូប28មានរូបឯណាដែលថាជាសន្តាននោះអត់ទេសន្តានហ្នឹងមិនមែនជារូបារម្មណ៍ទេណាអត់ទេប៉ុន្តែគឺថាមនោវិញ្ញាណដែលកើតបន្តពីបានឃើញរូបហើយឬស្ទាបអង្អែលហើយនោះវាមានការចាប់យកនៅរូបនិមិត្តនោះបូកផ្សំនៅរូបនឹងច្រើនគ្នាដោយការចាំអញ្ចឹងទៅក៏មានការវិនិច្ឆ័យទៅលើសន្តានរបស់រូបហ្នឹងអញ្ចឹងក៏នាំឲ្យកើតឆន្ទរាគៈសេចក្តីត្រេកអរនឹងមនុស្សសលោកយើងកើតទុកនឹងធាត់បើមកចង់ឲ្យស្គមដើម្បីឲ្យមានរាងល្អអញ្ចឹងរៀងល្អទៅថាស្អាតពេញចិត្តណាមួយក៏ខ្លាចលោកឈឺផងធាត់ពេកទៅមានរោគធាត់រោគអីហ្នឹងអញ្ចឹងគឺថាគិតគូរនៅក្នុងធាត់ស្គមពោះទៀបហើយពោះសម្បល់សខ្មៅអីហ្នឹងអញ្ចឹងបើកុំឲ្យសពេកកុំឲ្យខ្មៅពេកកុំឲ្យធាត់ពេកកុំឲ្យស្គមដល់ទៅដូចស្បូវកដោពេកហើយកុំខ្ពស់ក្រងដូចឈើចាក់ធ្មេញហើយកុំឲ្យទៀបដូចត្បាល់កិនចឹងចង់អារឿងល្មមចឹងរឿងហ្នឹងសុទ្ធតែជាការវិនិច្ឆ័យនៅក្នុងរូបទាំងអស់ហើយការវិនិច្ឆ័យនេះឯងដែលនាំឲ្យកើតរាគៈណាទាំងសម្រាប់សត្វលោកហ្នឹងប៉ុន្តែរឿងទាំងអស់នេះបើយើងសិក្សាឃើញនៅក្នុងអាកាសធាតុទៅដែលជាបរិច្ឆេទរូបហើយនេះគ្រាន់តែលើកយកដុំធំទេណាប៉ុន្តែរឿងអាកាសធាតុហ្នឹងវាអាចចែកដល់ទៅកលាបៈរូបមកវាល្អិតសម្បើមណាស់ក្នុងមនុស្សយើងនេះ
ម្នាក់ហ្នឹងគឺវាមានសំណុំតឡាបៈដោយកម្មហ្នឹងវាមានប្រមាណសំណុំដោយចិត្តប្រមាណសំណុំអតុប្រមាណសំណុំអាហារប្រមាណសំណុំហ្នឹងអញ្ចឹងបានដោយសារអាកាសធាតុហ្នឹងបានជានៅក្នុងតឡាបៈរូបឬសំណុំរូបហ្នឹងវាអត់មានអាកាសធាតុចូលនៅក្នុងសំណុំមកពីព្រោះអាហ្នឹងតែចូលទៅវាចែកគេបាត់ហើយម្ល៉េះវាមិនអាចនៅក្នុងសំណុំទេវាអត់អាចនៅក្នុងសំណុំរូបបានទេក្នុងសំណុំដែលជាកលាបៈរូបគឺអត់មានបរិច្ឆេទតែរូបទេពីព្រោះអាហ្នឹងទៅចូលទៅចែកគេហើយម្ល៉េះវាមិនអាចនៅក្នុងសំណុំបានទេប៉ុន្តែក៏វាមានសមុទ្ឋានដែរអាកាសហ្នឹងវាមានសមុទ្ឋាន4ដែរអាកាសធាតុមានសមុទ្ឋានទាំង4ទាំងមានកម្មមានចិត្តមានអតុមានអាហារកើតដើម្បីជាការចែកនៅរូបហ្នឹងអញ្ចឹងហើយបានជានៅយើងដែលមានរាងរឹវស្អាតនោះវាមិនមែនសុទ្ធតែកើតអំពីអាហារឬកើតអំពីចិត្តដែលប្រាថ្នាចង់ឬកើតតែអំពីរឿងឧត្តទេវាមានកើតពីកម្មផងដែររឿងរូបស្អាតរាងស្អាតហ្នឹងវាកើតមកអំពីកម្មដូចជាបុណ្យអីចឹងទៅវាចែករូបហ្នឹងរាងហ្នឹងឲ្យស្អាតឲ្យល្អហ្នឹងយ៉ាងណាដូច្នេះរឿងអាកាសធាតុដែលវាជាអ្នកចែករូបហ្នឹងវាកើតពីកម្មផងដែរទៅនឹងអញ្ចឹងវាកើតពីកម្មដែរទៅហើយក៏វាអាចកើតពីចិត្តពីឧត្តពីអាហារនឹងផងដែរនឹងវាកើតអញ្ចឹងមានសេចក្តីប្រាថ្នាត្រូវការឲ្យមានរូបរាងយ៉ាងនេះយ៉ាងនេះអាហ្នឹងក៏វានាំឲ្យមានបរិច្ឆេទរូបក្នុងការចែករូបទៅតាមចិត្តទៅហើយវាអាចដើម្បីកើតពីអាហារតាមការបរិភោគអាហារតិចឬច្រើនអីចឹងទៅវាឲ្យកើតអាកាសធាតុចែករូបហ្នឹងហើយចំពោះឧត្តអីចឹងដែរទៅតាមការដែលហាត់ប្រាណអីចឹងទៅដែលហាលថ្ងៃឬក៏យ៉ាងណាដោយអំណាចកម្លាំងនៃឧត្តហ្នឹងក៏នាំឲ្យមានអាកាសធាតុចែករូបទៅតាមហ្នឹងចឹងទៅអាកាសធាតុវាមានសមុទ្ឋាន4ប៉ុន្តែទោះជាយ៉ាងណាក៏ដោយដែលវាចែកនេះគឺវាមិនមែនចែកមនុស្សចែកសត្វចែកយើងចែកគេឲ្យដាច់ពីគ្នាឲ្យតាំងឆ្លោះគ្នាទេគឺវាចែកនៅរូបចែករូបវាមិនមែនចែកយើងនឹងគេឲ្យផ្សេងគ្នាណាប៉ុន្តែដោយអំណាចអវិជ្ជាណានៅក្នុងរូបផ្សេងគ្នាអញ្ចឹងទៅក៏ប្រកាន់រូបនេះជាខ្លួនយើងផ្សេងទៅរូបនោះគេផ្សេងអញ្ចឹងទៅអាហ្នឹងដល់អញ្ចឹងក៏វាអាចកើតទៅជាការប្រកាន់គ្នានឹងគ្នាទៅនឹងក្រំតែអាស្រ័យការដូចជាដុំដីមួយដុំធំអញ្ចឹងកេះរូបមួយច្បាច់ជាមនុស្សម្នាក់កេះរូបមួយច្បាច់ជាមនុស្សម្នាក់ចេញពីដុំដីធំដូចគ្នាសម្រាប់មនុស្សពីរនាក់ហ្នឹងវាយគ្នាអញធំឯងទៅតូចអញតូចឯងទៅធំអីចឹងទៅតាមរៀងដែលគេច្បាច់ណាក៏ប្រកាន់តាមនឹងទៅតែតាមពេទ្យចេញពីដុំដីមួយដុំធំជាមួយតែគ្នាហ្នឹងមកពីអីមកអំពីរូបកាយនៃបុគ្គលម្នាក់នេះវាមានការវិចិត្រទៅដោយកម្មបច្ច័យនឹងយ៉ាងណាមានការវិចិត្រទៅដោយចិត្តជាសមុទ្ឋានដោយឧត្តជាសមុទ្ឋានដោយអាហារជាសមុទ្ឋានហើយហ្នឹងចំពោះជាពិសេសកម្មដែលជាបច្ច័យនៃរូបកម្មជារូបហ្នឹងវាមិនមែនបង្កើតតែកម្មជារូបទេកម្មហ្នឹងវាបង្កើតទាំងវិបាកខណ្ឌផងក្នុងគណៈបដិសន្ធិហ្នឹងហើយវិបាកខណ្ឌហ្នឹងវាប្រមូលមកនៅឧបនិស្ស័យនៅអធិស្រ័យមកជាមួយហើយក្នុងការសន្សំមកហ្នឹងវាមានអវិជ្ជាដែលវាសន្សំនៅក្នុងវិបាកខណ្ឌនេះអវិជ្ជាវាមិនមែននៅក្នុងរូបទេវានៅក្នុងនាមធម៌ហ្នឹងអញ្ចឹងកម្មហ្នឹងវាបង្កើតកម្មជារូបផងកម្មហ្នឹងវាបង្កើតវិបាកខណ្ឌផងវិបាកខណ្ឌវាសន្សំអនុស្ស័យមកឧបនិស្ស័យកិលេសស្អីហ្នឹងអញ្ចឹងទៅវាកើតទៅជាការមិនដឹងរឿងវាមិនដឹងថាខ្លួនឯងហ្នឹងវាជាស្អីពិតអ្នកដទៃហ្នឹងវាជាស្អីយ៉ាងណាក៏វាមានទិដ្ឋិមានអ្នកប្រកាន់យើងផ្សេងគេផ្សេងទៅនឹងក្នុងលោកហ្នឹងបានជាយើងត្រូវស្ដាប់ពធអប់រំចម្រើនបញ្ញាដើម្បីកម្ចាត់បងនៅអាការមិនដឹងនេះឲ្យឃើញជាសច្ចធម៌